ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើជ្រក់ស្ពៃក្តោបយើងធ្វើឲ្យអាចញ៉ាំបានភ្លាមតែម្ដងចំណែករបៀបធ្វើវិញគឺងាយស្រួលធ្វើមែនទេបងប្អូនហើយចំពោះរសជាតិគឺថាឆ្ងាញ់តែម្ដងមិនចាញ់ជ្រក់ស្ពៃទូទៅទេជាដំបូងនេះខ្ញុំពុះស្ពៃក្តោបសិនចាពុះវាជាចម្រៀកណាបងប្អូនហើយស្ពៃក្តោបនេះដែរនេះខ្ញុំធ្វើចំនួន1គីឡូកន្លះចាំបន្ទាប់ពីពុះជាចម្រៀកអញ្ចឹងហើយខ្ញុំកាត់យកបដកដាលចេញហើយនេះខ្ញុំបេះវាឲ្យវាដាច់ចេញពីគ្នារាយអញ្ចឹងមកដើម្បីងាយស្រួលប្រឡាក់អំបិលចាពេលដែលពុះវាជាចម្រៀកហ្នឹងកុំឲ្យតូចពេកហើយកុំឲ្យធំពេកបងប្អូនកាត់វាមកល្មមធំប៉ុណ្ណឹងមកកាលណាវាត្រូវអំបិលទៅវានៅសល់រាងតូចហើយវាត្រោបបងប្អូនចាំបន្ទាប់ពីពុះបានអញ្ចឹងហើយតែនេះខ្ញុំសូមបញ្ជាក់បន្តិចថាស្ពៃក្តោបនេះមុននឹងយើងយកមកពុះហ្នឹងបានលាងវាឲ្យស្អាតរួចហើយលាងខាងក្រៅបងប្អូនចំណែកឯខាងក្នុងហ្នឹងវាអាចជ្រាបទឹកក្នុងហ្នឹងតិចតែហើយពេលដែលយើងដាក់អំបិលគឺវាមានជាតិទឹកខ្លះអំបិលវាឆាប់រលាយចាំអំបិលនេះខ្ញុំដាក់ហ្នឹងគឺអំបិលម៉ត់ចំនួន3ស្លាបព្រាបាយរួចហើយច្របល់វាថ្នមទៅណាបងប្អូនមិនបាច់ចាំបាច់ខ្លាំងទេច្របល់ឲ្យអំបិលហ្នឹងវាប្រឡាក់សពជាមួយនឹងស្ពៃក្តោបហ្នឹងមកហើយច្របល់គឺរៀងយូរដែរបងប្អូនធ្វើម៉េចឲ្យវាសពបានល្អច្របល់ហើយយើងមើលតាមអំបិលនឹងវាសពជាមួយនឹងស្ពៃក្តោបហើយនេះខ្ញុំផ្អាប់ទុករយៈពេល1ម៉ោងក្នុងអំឡុងពេលរងចាំនឹងខ្ញុំមកត្រៀមគ្រឿងផ្សំផ្សេងទៀតហើយនេះខ្ញុំហាន់ខ្ទឹមសហ្នឹងរៀងស្ដើងអញ្ចឹងមកដើម្បីដាក់នៅក្នុងជ្រក់ហ្នឹងវាមានក្លិនឈ្ងុយបងប្អូនខ្ទឹមសនេះដែរនេះខ្ញុំដាក់ចំនួន10កំពឹសហើយក៏មានខ្ទឹមក្រហមចំនួន3មើមដែរយកវាមកហាន់ស្ដើងអញ្ចឹងមកពីព្រោះជ្រក់ស្ពៃក្តោបមានលាយខ្ទឹមពីរមុខហ្នឹងគឺថាត្រូវគ្នាមែនតើចំណែកឯម្ទេសវិញនេះខ្ញុំប្រើជាប្រភេទម្ទេសម៉ាឡេពីព្រោះម្ទេសម៉ាឡេវាអត់មានរសជាតិហឹរដូចម្ទេសដៃនាងទេអញ្ចឹងនេះខ្ញុំដាក់ដើម្បីយកពណ៌ចា៎នេះខ្ញុំដាក់ចំនួន5ផ្លែបងប្អូនហើយនេះខ្ញុំយកមកកិនបងប្អូនមិនមានម៉ាស៊ីនកិនទេបងប្អូនអាចបុកឬមួយក៏ចិញ្ច្រាំក៏បានដែរឥឡូវនេះខ្ញុំបានកិនវាបានម៉ត់ប៉ុណ្ណឹងគឺមិនអោយម៉ត់ខ្លាំងទេបងប្អូនគឺប៉ុណ្ណឹងទេព្រោះអាម៉ាស៊ីនកិននេះគឺមិនម៉ត់ខ្លាំងនោះទេគឺប៉ុណ្ណឹងវាដូចម៉ាស៊ីនក្លុកទេហើយចំណែកឯស្ពៃក្តោបវិញក្នុងរយៈពេល1ម៉ោងហ្នឹងគឺចំនួន5ដល់នាទីនេះខ្ញុំមកកូរច្របល់វាអញ្ចឹងម្ដងណាបងប្អូនដើម្បីឲ្យអំបិលហ្នឹងវាឆាប់ជ្រាបចូលនៅក្នុងសាច់ស្ពៃក្តោបហ្នឹងគឺវាឆាប់ទន់ចាឥឡូវឃើញថារយៈពេល1ម៉ោងហើយស្ពៃក្តោបហ្នឹងក៏វាចូលជាតិជាមួយអំបិលល្អហើយវាទន់មែនទែនហើយនេះខ្ញុំច្បាច់ដើម្បីពូតទឹកចេញហើយនេះខ្ញុំបានយកទៅលាងទឹកទៅណាបងប្អូនគឺនេះខ្ញុំយករសជាតិប្រៃនៅក្នុងស្ពៃនឹងស្រាប់តែម្ដងពេលនេះខ្ញុំលាយគ្រឿងគឺខ្ញុំមិនបានដាក់អំបិលឬមួយក៏ទឹកត្រីអីបន្ថែមទៀតទេពីព្រោះវាមានជាតិប្រៃស្រាប់ហើយចាពេលដែលពូតរួចរាល់ហើយនេះខ្ញុំដាក់នៅក្នុងចានធំមួយរួចហើយដាក់ម្សៅខ្ទឹមក្រហមដែលបានហាន់ទុកមុនហ្នឹងរួចហើយដាក់ម្ទេសដែលបានកិនហ្នឹងចូលមកតែម្ដងមកហើយចាប់ផ្ដើមផ្សំរសជាតិនេះខ្ញុំដាក់ស្ករអំពៅចំនួន2ស្លាបព្រាបាយបើបងប្អូនមិនមានស្ករអំពៅអាចដាក់ជាស្ករសក៏បានដែរហើយប៊ីចេងជិតកន្លះស្លាបព្រាបាយម្សៅស៊ុបរ៉ូឌីហ្នឹងចំនួនកន្លះស្លាបព្រាបាយហើយដើម្បីឲ្យឆាប់បានញ៉ាំភ្លាមហ្នឹងគឺនេះខ្ញុំដាក់ទឹកខ្មេះចំនួន4ស្លាបព្រាបាយរួចហើយច្របល់ឲ្យគ្រឿងផ្សំហ្នឹងវាចូលជាតិជាមួយនឹងស្ពៃក្តោបល្អសិនមកហើយបងប្អូនអាចភ្លក់ថែមថយគ្រឿងទៅតាមនឹងបានតែនេះខ្ញុំគឺប៉ុណ្ណឹងគឺថាល្មមបងប្អូនគឺយករៀងប្រៃបន្តិចពីព្រោះយើងជ្រក់យើងអាចយកផ្អែមបានទេកាលណាផ្អែមអត់ឆ្ងាញ់ទេបងប្អូនហើយពេលនេះគឺយើងអាចញ៉ាំបានណាបងប្អូនតែនេះខ្ញុំផ្លាសេនៅក្នុងធុងទឹកកកចំនួន1យប់សិនទៅខ្ញុំយកមកញ៉ាំទៅវាងុំឆ្ងាញ់វាងុំរត់តែឆ្ងាញ់អញ្ចឹងតែឥឡូវនេះក៏អាចហូបបានដែរបងប្អូនអាចយកទៅហូបជាមួយត្រីអាំងត្រីចៀនអីបានទាំងអស់ចាអញ្ចឹងវីដេអូរបស់នេះខ្ញុំក៏សូមបញ្ចប់ត្រឹមហ្នឹងបងប្អូនកុំភ្លេចចុច like share និង subscribe YouTube Channel របស់នាងខ្ញុំម្នាក់មួយផងចាសូមអរគុណសូមជម្រាបលា